ពុកម្នាក់បានណែនាំទៅកាន់កូនពុកបានប្រាប់ទៅកាន់កូនថាចាំទុកណាកូនពុកជីវិតយើងអាចរើសវាបានអនាគតរបស់កូនមិនមែនអាស្រ័យលើជោគវាសនាឬមួយអ្នកណាគេនោះទេតែវាអាស្រ័យនៅលើអ្វីដែលកូនបានជ្រើសរើសនៅថ្ងៃនេះបើកូនរើសទៅជាមួយនឹងឃ្មុំកូននឹងបានជួបលំអងផ្កាដែលក្រអូបឈ្ងុយឈ្ងប់តែបើសិនជាកូនជ្រើសរើសទៅជាមួយនឹងរុយអ្វីដែលកូនបានជួបនោះគឺវាមានតែរបស់ដែលស្អុយរលួយដែលគ្មានតម្លៃអ្វីទាល់តែសោះបើកូនទៅជាមួយនឹងមនុស្សដែលឧស្សាហ៍កូននឹងបានស្វែងយល់ពីវិធីរលួយទៅជាមួយនឹងមនុស្សជឿច្រអូសកូននឹងមិនអាចដឹងទេសូម្បីតែចាប់ផ្ដើមយ៉ាងម៉េចទៅជាមួយនឹងមនុស្សចិត្តទូលាយកូននឹងស្គាល់ពាក្យថាចែករំលែកនៅជាមួយមនុស្សដែលមានចិត្តធម៌មេត្តាកូននឹងទន់ភ្លន់នៅជាមួយមនុស្សក្លាហានកូននឹងមិនខ្លាចការចាប់ផ្ដើមនៅជាមួយមនុស្សគិតវិជ្ជមានកូននឹងមានក្តីសុខរាល់ថ្ងៃគ្រប់យ៉ាងក្នុងជីវិតកូនវាអាស្រ័យលើកូនជាអ្នកជ្រើសរើសអ្វីល្អរើសមនុស្សល្អហើយនឹងរើសផ្លូវទៅរកកន្លែងដែលមានតម្លៃព្រោះតែអ្វីដែលកូនជ្រើសរើសថ្ងៃនេះនឹងក្លាយជាជីវិតកូននៅថ្ងៃខាងមុខ